វីដេអូបន្ទាប់យើងនឹងសិក្សារូបមន្ត if ដដែលទេប៉ុន្តែ if លើកនេះគឺ if ច្រើនលក្ខខណ្ឌរូបមន្ត if ដែលមានលក្ខខណ្ឌច្រើនខ្ញុំឃើញគេធ្វើសម្រាប់លក្ខខណ្ឌច្រើនដូចជាពេលដែលអ្នកទាំងអស់គ្នាប្រឡងបាក់ឌុបគ្នាយើងបានតេស្តអីហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងពេលដែលយើងប្រឡងហើយគេមានតេស្តឲ្យទៅអត់ណាគេបានតេស្ត A B C D ហើយអ្នកធ្លាក់តេស្ត F អញ្ចឹងដើម្បីអាចដាក់នៅតេស្តបានគឺគេប្រើរូបមន្ត if នឹងឯងណាប៉ុន្តែ if ច្រើនលក្ខខណ្ឌមិននេះមិនមែនមានតែ2លក្ខខណ្ឌដូចមុនទៀតទេគឺច្រើនលក្ខខណ្ឌដូចបែបនេះឧទាហរណ៍ថាលក្ខខណ្ឌនេះខ្ញុំគ្រាន់តែឧទាហរណ៍សិស្សតិចទេដល់ឲ្យសិស្សយើងមាន10នាក់ហើយលក្ខខណ្ឌខ្ញុំដាក់តែ3លក្ខខណ្ឌទេហ្នឹងហើយតែបើសិនជាគេមានលក្ខខណ្ឌច្រើនគេដាក់លក្ខខណ្ឌតទៀតចឹងតែខ្ញុំឧទាហរណ៍តែ3លក្ខខណ្ឌ4លក្ខខណ្ឌសិនឯងណាអញ្ចឹងបើសិនជាលក្ខខណ្ឌរបស់យើងបន្ទុកមធ្យមភាពរបស់គាត់នេះធំជាង17មានន័យថា17 18ឡើងគាត់បានតេស្ត A បើធំជាង15មានន័យថាធំជាង15តែតូចជាង17ធំជាង15គឺគាត់បានតេស្ត B តូចជាងនឹងទៀតបើសិនបើគាត់ធំជាង13បានតេស្ត C តែបើតូចជាងផ្ទុយទៅវិញបើតូចជាង13គឺគាត់បានតេស្ត F អញ្ចឹងមានន័យថាបើមធ្យមភាពនឹងតូចជាង13គឺធ្លាក់ហើយតោះអញ្ចឹងយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាអញ្ចឹងដូចមុនដែរសញ្ញាស្មើអញ្ចឹងគ្នាយកវាយសញ្ញាស្មើមកអញ្ចឹងយើង if លក្ខខណ្ឌអញ្ចឹងដូចមុនគឺស្រេចលើ average ប្រសិនបើមធ្យមភាពហ្នឹងធំជាងថែមសញ្ញាស្មើចេះទៀតក៏បានធំជាងឬស្មើ17មានន័យថាពីត្រឹម17ឡើងបើយើងចង់ឲ្យវា17ហ្នឹងនេះដែរអញ្ចឹងណាឲ្យប្រកាសថា17ហ្នឹងគឺនេះហើយនេះយើងដាក់ក៏បានមិនដាក់ក៏បានដែរដាក់ធំជាង17ហើយហើយបើយើងចង់យកគ្នាយើងដាក់ធំជាងឬស្មើ17ចេះក៏បានដែរអញ្ចឹងមានន័យថាយើងយក17គត់ទៀតអញ្ចឹងណា17ឡើងដឹងតែគាត់បានតេស្ត A អញ្ចឹងក៏បានដែរណាធំជាងឬស្មើ17ណាធំជាងឬស្មើ17ហើយយើងក្បៀសដូចមុនមកបើក Kindle ណាហើយយើងដាក់លក្ខខណ្ឌយើងអីគេ A អញ្ចឹងបើគាត់ធំជាង17ឬក៏ធំជាងឬស្មើ17ក៏បានតេស្ត A អូខេហើយយើងក្បៀសមកហើយយើងដាក់លក្ខខណ្ឌទី2លក្ខខណ្ឌទី2គឺ if ទៀតអូខេ if ទៀតមកហើយធ្វើដដែលអញ្ចឹងយើងដូរតែកន្លែងលក្ខខណ្ឌរបស់យើងទេលក្ខខណ្ឌហើយនឹងលទ្ធផលឲ្យគាត់ចេញអីដូរតែ2នឹងទេអញ្ចឹងដដែលទៀតមកតែលក្ខខណ្ឌលើកនេះអីគេធំជាងឬស្មើប្រហែល15អញ្ចឹងយើងដាក់លេខ15មកហើយក្បៀសអញ្ចឹងលក្ខខណ្ឌទី2នេះអីគេលក្ខខណ្ឌទី2គឺតេស្ត B មែនអត់ B នេះតេស្ត B ចឹងយើងបាន2លក្ខខណ្ឌណាចូលដល់លក្ខខណ្ឌទី3នេះម្ដងក្បៀស if ទៀតណាអញ្ចឹងយើងមានប្រមាណលក្ខខណ្ឌ if ប៉ុណ្ណឹង if ទៀតមកបើសិនបើមធ្យមភាពហ្នឹងធំជាងឬស្មើ13ក្បៀសមកបានតេស្ត C មែនទេបាទបានតេស្ត C អញ្ចឹងតេស្ត C មកចាអញ្ចឹងកុំភ្លេចបិទបើកវងកញ្ចក់ណាហ្នឹងហើយយើងដាក់ cursor ពីមុខហើយយើងក្បៀសទៀតមកដល់ចុងក្រោយនេះគ្នាយើងក្បៀសហើយដាក់ F តែម្ដងក៏បានដែរអញ្ចឹងអត់ជាបញ្ហាទេឬក៏ if តទៀតក៏បានដែរ if ទៀតអញ្ចឹងទៅតែឥឡូវយើងកុំឲ្យវែងអញ្ចឹងយើងគ្រាន់តែបាទដាក់តេស្ត F អញ្ចឹងមានន័យថាផ្ទុយពីលក្ខខណ្ឌទាំងអស់ហ្នឹងគឺ F ហើយអញ្ចឹង F ហើយយើងបិទវងកញ្ចក់វងកញ្ចក់យើងមានប្រមាណបើប្រមាណ1 2 3អញ្ចឹងយើងបិទ3ដែរណា1 2 3នេះយើងមើលអញ្ចឹងក៏បានឬក៏នេះពេលដែលយើងដាក់វងកញ្ចក់បាច់រាប់ក៏បានដែរមើលតែវងកញ្ចក់ចុងក្រោយគេពណ៌ខ្មៅគឺគ្រប់ហើយត្រូវហើយអញ្ចឹងណាយ៉ាហើយយើង enter មកអញ្ចឹងគាត់បានតេស្ត B អ្នកលើគេអញ្ចឹងយើងចាប់ទាញមើលនេះអញ្ចឹងអ្នកក្រុមគេនេះគាត់បានតេស្ត A ណា
នេះបានតែ C ណាព្រោះគាត់មធ្យមភាពធំជាង14អញ្ចឹងគាត់បានតែ C ហើយធំជាង14បើធំជាង15តែ2ណា2ហើយបើធំជាង17តែ C ណាហើយបើតូចជាង13បើ13ថ្លើមនេះ13 14ហ្នឹងគឺតែ C តែបើតូចជាង13គឺនៅតែ F ធ្លាក់ណាបាទអានេះខ្លីទេដោយសារតែលក្ខខណ្ឌរបស់យើងខ្ញុំមានដាក់តែ3តែជាក់ស្ដែងពេលយើងប្រឡងបាក់ទុកមិនមែនតែតេស្ត C ទេអត់ D មានតេស្ត D មួយទៀតហើយបានតេស្ត F អញ្ចឹងថែមលក្ខខណ្ឌទៀតណាតពីកន្លែងនេះមកតែដោយសារតិន័យយើងខ្លីអញ្ចឹងខ្ញុំដាក់ត្រឹមតេស្ត C ហ្នឹង